រាល់ពេលដែលមានស្នូបគោលាន់ឡើងនៅខាងក្រៅបុរសនោះនឹងដំទូយកទឹកស្អុយមួយដងព្រោះមានតែការធ្វើបែបនេះទេទើបអាចបិទបាំងសម្លេងដ៏ខ្លាំងដែលកើតឡើងដើម្បីជៀសវាងការដឹងខ្លួនពីសំណាក់ឆ្មាំគុកដែលនៅខាងលើចំណែកឯទូយកទឹកដ៏ធំមួយនេះគឺជាផ្លូវរត់គេចតែមួយគត់របស់គេបន្ទាប់ពីបានព្យាយាមអស់ជាច្រើនដប់ដងទីបំផុតបុរសនោះក៏អាចវាបំបែកវាបានសម្រេចទឹកកខ្វក់ជាច្រើនបានហៀររហូតចេញមកភ្លាមព្រមទាំងនាំមកនៅក្លិនដ៏ពិបាកនិងខ្លាំងប៉ុន្តែគេមិនខ្វល់ខ្វាយតតែសោះហើយក៏បានវាចូលទៅក្នុងទូយកទឹកដ៏ខ្វក់បំផុតនោះភ្លាមដើម្បីឆ្ពោះទៅរកពន្លឺនៃសេរីភាពទោះបីជាខាងក្នុងនោះពោពេញទៅដោយក្លិនលាមកក៏ដោយក៏គេត្រូវតែខំថ្មិញទ្រាំដែរព្រោះដើម្បីរត់គេចចេញពីពន្ធនាគារមួយនេះគេបានចំណាយពេលអស់ជិត20ឆ្នាំទៅហើយបន្ទាប់ពីចេញពីទូយកទឹកស្អុយមកគេមិនហ៊ានបង្អង់យូរសូម្បីតែ1វិនាទីហើយក៏បានរត់សម្ដៅទៅរកព្រៃយ៉ាងលឿនមិនយូរប៉ុន្មានពេលវេលាក៏បានឈានចូលមកដល់ព្រឹកថ្ងៃបន្ទាប់នៅពេលដែលឆ្មាំគុកហៅឈ្មោះពិនិត្យវត្តមានស្រាប់តែរកឃើញថាអ្នកទោសនៅក្នុងបន្ទប់លេខ245មិនព្រមចេញមកសោះកុំឲ្យអញចុះទៅឲ្យសោះណាអញនឹងវាក្បាលហែងឲ្យបែកឥឡូវហើយដោយឃើញថានៅក្នុងបន្ទប់នៅតែគ្មានចលនាឆ្លើយតបឆ្មាំគុកដែលកំពុងតែខឹងសម្បាយ៉ាងខ្លាំងក៏បានស្ទុះរត់ឡើងទៅភ្លាមប៉ុន្តែនៅពេលដែលគេមកដល់មាត់ទ្វារគេបែរជាស្រឡាំងកាំងទៅវិញព្រោះនៅក្នុងបន្ទប់ឃុំឃាំងនោះគ្មានមនុស្សនៅតតែសោះឯចំណែកខាងប្រធានពន្ធនាគារវិញកំពុងតែរៀបចំបដូរស្បែកជើងស្រាប់តែសូរសំឡេងសញ្ញាអាសន្នបន្លឺឡើងគេក៏ដឹងភ្លាមថាមានរឿងមិនស្រួលហើយក៏ប្រញាប់ប្រញាល់ធ្វើដំណើរមកកាន់បន្ទប់ឃុំឃាំងនេះភ្លាមឯងចង់មានន័យថាម៉េចគឺគាត់មិននៅទីនេះទេបាទបន្ទាប់មកគេក៏បានចាប់ផ្ដើមជាប្រតិស្ដីបន្ទោសទៅលើកូនចៅរបស់ខ្លួនយ៉ាងខ្លាំងច្បាស់ណាស់ថាកាលពីយប់មិញពេលហៅឈ្មោះពិនិត្យវត្តមានគឺនៅទីនេះតែហេតុអ្វីបានជាពេលនេះបាត់មនុស្សទៅវិញភ្លាមនោះគេក៏បានបញ្ជាឲ្យមនុស្សទៅហៅមិត្តភក្តិដែលល្អបំផុតរបស់ជននោះមកដែលជាអ្នកទោសម្នាក់មានឈ្មោះថារ៉េតព្រោះគេយល់ថាអ្នកទាំងពីរនេះនៅប្រកៀកប្រកិតគ្នាពេញមួយថ្ងៃបុរសនោះប្រកាសជាបាននិយាយអ្វីមួយទៅកាន់គេមុនពេលរត់គេចខ្លួនជាមិនខាននៅពេលបានឮសម្ដីនេះប្រធានពន្ធនាគាររត់តែខឹងសម្បាខ្លាំងឡើងព្រោះចាប់តាំងពីពន្ធនាគារមួយនេះត្រូវបានកសាងឡើងមកមិនដែលធ្លាប់មានរឿងបែបនេះកើតឡើងតតែសោះដោយក្តីមហៈគេក៏បានរើសយកដុំថ្មដែលនៅក្បែរនោះគប់ទៅលើរូបភាពទាំងធំដែលបិទនៅលើជញ្ជាំងប៉ុន្តែវេជាមានឫសសូរឆ្លើយតបដល់ចម្លែកមួយបន្លឺឡើងលុះពេលគេដើរចូលទៅមើលចិត្តទើបឃើញថាដុំថ្មនោះបានធ្លីទម្លុះទាំងរូបភាពបង្កើតបានជាប្រហោងតូចមួយភ្លាមនោះគេក៏ដឹងខ្លួនព្រឹសហើយក៏ប្រញាប់លុកដៃចូលទៅខាងក្នុងគេបានបកហែកទាំងរូបភាពនោះចេញភ្លាមស្រាប់តែលេចចេញនៅរន្ធដ៏ធំមួយនៅលើជញ្ជាំងដែលធ្លីសំដៅត្រង់ទៅខាងក្រៅពន្ធនាគារមនុស្សគ្រប់គ្នាដែលស្ថិតក្នុងហេតុការណ៍នោះសុទ្ធតែស្រឡាំងកាំងផ្អើលទាំងគ្រប់គ្នាហើយមានចម្ងល់ថាតើបុរសនោះលុបជីករន្ធដ៏ធំមួយនេះតាំងពីពេលណាមកបន្ទាប់មកឆ្មាំគុកក៏បាននាំយកឆ្កែប៉ូលីសចាប់ផ្ដើមបើកប្រតិបត្តិការរុករកទ្រង់ទ្រីធំប៉ុន្តែបន្ទាប់ពីមានញឹកអស់ពេញមួយថ្ងៃពួកគេរកឃើញតែញួរតូចមួយដែលស្ទើរតែសឹករិចរើអស់ទៅហើយនឹងខោអាវអ្នកទោសដ៏ចាស់រហែកមួយកំភ្លេតប៉ុណ្ណោះរហូតមកដល់ពេលនេះឆ្មាំគុកនៅតែមិនចង់ជឿទាល់តែសោះថាគ្រាន់តែពឹងផ្អែកលើកម្លាំងខ្លួនម្នាក់ឯងរួមសឹមនឹងញួរដ៏តូចមួយសោះបែរជាអាចជីកបានផ្លូវរួមក្រំដីដ៏វែងអន្លាយបែបនេះបានតាមពិតទៅដំបូងឡើយបុរសនោះគ្រាន់តែចង់ឆ្លាក់ឈ្មោះរបស់ខ្លួននៅលើជញ្ជាំងតែប៉ុណ្ណោះប៉ុន្តែបែរជាចៃដន្យរកឃើញថាសម្បកជញ្ជាំងនោះងាយស្រួលនឹងដាប់ឲ្យរបេះចេញមកខ្លាំងណាស់ដោយសារតែគេជាមនុស្សចូលចិត្តសិក្សាស្រាវជ្រាវពីភពសាស្ត្រដីនិងថ្មគេក៏យល់ពីកលិះនៃបញ្ហានេះភ្លាមពោលគឺដោយសារតែពន្ធនាគារនេះខកខានការជួសជុលជាយូរមកហើយធ្វើឲ្យស៊ីម៉ង់នៅលើជញ្ជាំងត្រូវរងកម្ដៅថ្ងៃនិងខ្យល់ភ្លៀងរហូតដល់ពុកផុយខូចគុណភាពយ៉ាងខ្លាំងនេះខណៈនោះគេក៏ដឹងភ្លាមថានេះគឺជាឱកាសដែលមេប្រទានមកឲ្យហើយចាប់ពីថ្ងៃនោះមកឲ្យតែមានឱកាសគេនឹងចាប់ផ្ដើមដាប់ជញ្ជាំងភ្លាមឯផ្ទាំងរូបភាពនៅលើជញ្ជាំងបានក្លាយជាឧបករណ៍បិទបាំងដ៏ល្អបំផុតចំណែកកំទេចស៊ីម៉ង់ដែលដាប់បានគេតែងតែឆ្លៀតឱកាសពេលចេញទៅហាត់ប្រាណនៅទីធ្លាខាងក្រៅលោកបងហូរវាចេញតាមជើងខោបន្តិចម្ដងយ៉ាងស្ងៀមស្ងាត់រីឯញួរវិញគឺគេបានពឹងពាក់ឲ្យរ៉េតជាអ្នកជួយរកមកឲ្យបុរសម្នាក់នេះរ៉េតបានរស់នៅក្នុងពន្ធនាគារនេះអស់រយៈពេល20ឆ្នាំមកហើយគេជាមនុស្សដែលមានខ្សែរយៈនិងល្បីល្បាញខ្លាំងណាស់ក្រៅតែពីកូនសោនៅក្នុងដៃរបស់ឆ្មាំគុកដែលគេមិនអាចរកបានក្រៅពីនោះស្ទើរតែគ្រប់សព្វសាពើទាំងអស់គេសុទ្ធតែមានវិធីរកមកបានទាំងអស់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏វានៅតែមិនអាចជៀសផុតពីការចុះឆែកឆេរឆក់កណ្ដៀតរបស់ពន្ធនាគារនោះឡើយបុរសនោះដឹងច្បាស់ណាស់ថាប្រសិនបើសម្ងាត់មួយនេះត្រូវបានគេដឹងលទ្ធផលមានតែផ្លូវលោកមួយគត់ដើម្បីកុំឲ្យមានការសង្ស័យពីភីគីមខាងទៀតគេបានធ្វើពុតជាកំពុងអានសៀវភៅហើយនៅពេលដែលប្រធានពន្ធនាគារដឹកនាំកូនចៅដើរចូលមកគេក៏បានផ្ដល់កិច្ចសហការយ៉ាងខ្លាំងក្លានិងព្យាយាមធ្វើយ៉ាងណាខំទប់អារម្មណ៍មិនឲ្យពួកគេមើលដឹងពីភាពតានតឹងនៅលើទឹកមុខរបស់ខ្លួនឡើយចំណែកឯឆ្មាំគុកវិញបាននាំគ្នាកាយក្បាលហឹបបើកទូស្វែងរកនៅខាងក្រោយសូម្បីតែគៀនកោះជើងកៅអីក៏មិនលើកលែងដែរបុរសនោះបានត្រឹមតែលួចបួងសួងយ៉ាងស្ងៀមស្ងាត់នៅក្បែរនោះសូមកុំឲ្យភីគីមខាងទៀតបកហែកទាំងរូបភាពនោះចេញទីបំផុតបន្ទាប់ពីពួកគេបានកាយឆែកឆេរអស់ពេលយ៉ាងយូរក៏មិនបានរកឃើញអ្វីខុសប្រក្រតីឡើយនាពេលនោះប្រធានពន្ធនាគារដែលឈរស្ងៀមមិនមាត់កោកតាំងពីដំបូងមកក៏បានដើរចូលមករួចក៏ទាញយកសៀវភៅគម្ពីរប៊ីបេបលពីក្នុងដៃរបស់បុរសនោះហេតុនេះចូលដាស់ស្មារតីឡើងព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញនៅពេលណានោះទេលូកាចំពុក13:35អ្វីដែលជារឿងចៃដន្យបំផុតនោះគឺគាត់ប្រធានពន្ធនាគារក៏ជាមនុស្សចូលចិត្តអានគម្ពីរប៊ីបដែរដូចនេះចំពោះចម្លើយតបរបស់បុរសនោះធ្វើឲ្យគាត់មានសេចក្តីពេញចិត្តយ៉ាងខ្លាំងទោះបីជាច្បាប់វិន័យរបស់ពន្ធនាគារមិនអនុញ្ញាតឲ្យអ្នកទោសបិទទាំងរូបភាពក៏ដោយក៏គាត់បានយកយល់បន្ធូរបន្ថយឲ្យជាពិសេសដោយមិនបានដកហូតវាឡើយមុនពេលដើរចេញទៅគាត់ថែមទាំងបានហុចសៀវភៅគម្ពីរនោះប្រគល់ទៅឲ្យបុរសនោះវិញព្រមទាំងនិយាយថាផ្លូវនៃការសង្គ្រោះគឺស្ថិតនៅក្នុងសៀវភៅនេះឯងប៉ុន្តែតាមពិតទៅសៀវភៅមួយក្បាលនេះគឺជាកន្លែងដែលគេប្រើសម្រាប់លាក់ញួរតូចនោះសោះហើយញួរមួយដើមនេះហើយទើបជាផ្លូវនៃការសង្គ្រោះដ៏ពិតប្រាកដរបស់គេបុរសរូបនេះគឺជានកជំនាញខាងធនាគារម្នាក់ដោយសារតែរងការចោទប្រកាន់ពីបទឃាតកម្មសម្រាប់ប្រពន្ធរបស់ខ្លួននិងប្រុសហើយរបស់នាងគេត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំនួន2 ដងប៉ុន្តែតាមពិតទៅគេគឺជារកងគ្រោះដែលរងការទម្លាក់កំហុសតែប៉ុណ្ណោះកាលពីយប់ថ្ងៃកើតហេតុនោះគេបានស្រវឹងស្រាខ្លាំងហើយគ្រាន់តែគិតចង់កាន់កាំភ្លើងទៅគំរាមបន្លាចពួកគេតែប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីស្ទាក់ស្ទើរអស់ចិត្តអស់ចលនាជាយូរគេក៏មិនបានដើរឡើងទៅឡើយគេមិនចង់ប្រព្រឹត្តបទឧក្រិដ្ឋឡើយហេតុនេះក៏បានបើកឡានត្រឡប់ទៅវិញហើយកាំភ្លើងនោះត្រូវបានគេបោះចោលទៅក្នុងទន្លេបាត់ទៅហើយប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺនៅថ្ងៃបន្ទាប់ប្រពន្ធនិងប្រុសហើយរបស់នាងនៅតែត្រូវគេសម្លាប់ដដែលហើយអាវុធដែលប្រើក្នុងសកម្មភាពនោះគឺជារបស់ម៉ាកកាំភ្លើងខ្លីបង្វិលដូចគ្នានឹងកាំភ្លើងរបស់បុរសនោះបេះបិទចៅក្រមក៏បានផ្អែកលើស្តាំងនេះដើម្បីកាត់សេចក្តីកំណត់ទោសកំហុសរបស់គេហើយចុងក្រោយក៏បានបញ្ជូនគេមកកាន់ពន្ធនាគារសសែងរាល់ពេលដែលមានអ្នកទោសថ្មីមកដល់ទីនេះក្រុមអ្នកទោសចាស់តែងតែខ្នក់នាថាតើនរណានឹងយំមុនគេដំបូងឡើយរ៉េតមិនសូវចាប់អារម្មណ៍នឹងមើលរំលងបុរសនោះទេដោយគិតថាគេមានរូបរាងស្គមស្កាំងខ្សោយប្រកបជាងាយនឹងត្រូវគេធ្វើបាបជាមិនខានរីឯមិត្តភក្តិទៀតបែរជាគិតថាបុរសធាត់ម្នាក់នោះទៅវិញទេដែលទ្រាំមិនបានមុនគេហើយនឹងលុតជង្គង់អង្គរកសុំក្តីមេត្តានៅពេលក្រឡេកមើលទៅការស្រែកហូបកញ្ជ្រៀវរបស់ក្រុមអ្នកទោសចាស់នៅជុំវិញខ្លួនព្រមទាំងទឹកមុខដ៏ស្រេកឃ្លានចង់លេបត្របាក់របស់ពួកគេបុរសនោះមិនហ៊ានសំបីតែគិតស្រមៃឡើយថាខ្លួនត្រូវចំណាយពេលរស់នៅទីនេះអស់មួយជីវិតបន្ទាប់ពីអ្នកទោសថ្មីទាំងអស់បានដើរចូលមកខាងក្នុងអស់ហើយប្រធានពន្ធនាគារក៏បានប្រកាសសេចក្តីណែនាំពីច្បាប់វិន័យនៅទីនេះចំពេលនោះដែរអ្នកទោសម្នាក់ក៏បានស្រែកសួរគាត់ភ្លាមថាតើត្រូវហូបបាយនៅពេលណាគាត់មិនបានឆ្លើយតបឡើយប៉ុន្តែបានធ្វើសញ្ញាភ្នែកទៅកាន់ប្រធានក្រុមសន្តិសុខដែលឈរក្បែរនោះពួកឯងបានហូបបាយលុះត្រាតែពួកអញប្រាប់ឲ្យហូបពួកឯងបានជុះលុះត្រាតែពួកអញប្រាប់ឲ្យជុះហើយពួកឯងបាននំក៏លុះត្រាតែពួកអញប្រាប់ឲ្យនំដែរយល់ច្បាស់ហើយឬនៅក្រោកឈរឡើងអាពួកអាដែងអស់ថ្លើមធំខ្ញុំជឿជាក់លើរឿងពីរយ៉ាងវិន័យនិងសៀវភៅគម្ពីរនៅទីនេះពួកឯងនឹងទទួលបានទាំងពីរមុខនេះចូលប្រគល់ជំនឿចិត្តរបស់ឯងទៅលើព្រះជាម្ចាស់ចំណែកឯជីវិតរបស់ពួកឯងគឺជារបស់អញ
បន្ទាប់មកពួកគេក៏ត្រូវបានគេនាំខ្លួនទៅលាងសម្អាតកម្ចាត់មេរោគនិងភាពកខ្វក់ចេញពីលើរាងកាយនៅពេលធ្វើកិច្ចការទាំងអស់នេះរួចរាល់ហើយគេក៏បានតម្រូវឲ្យពួកគេដើរស្រាតនគរចូលទៅកាន់បន្ទប់ឃុំឃាំងក្រុមអ្នកទោសថ្មីទាំងនេះដឹងច្បាស់ក្នុងចិត្តយ៉ាងជ្រាលជ្រៅថានៅខណៈពេលដែលទ្វារដែកត្រូវបានបិទជិតជីវិតនៅក្នុងជាតិនេះគឺមិនមែនជារបស់ខ្លួនឯងទៀតឡើយពោលគឺជារបស់ពន្ធនាគារសរសែងទាំងស្រុងដើម្បីឈ្នះការភ្នាល់នេះមិត្តភ័ក្តិរបស់រ៉េតក៏បានចាប់ផ្ដើមប្រើពាក្យសម្ដីគំរាមកំហែងយ៉ាងសាហាវព្រៃផ្សៃទៅលើបុរសធាត់នោះចាំអញប្រាប់ឯងឲ្យដឹងអញនឹងនាំឯងទៅណែនាំឲ្យស្គាល់គេឯងនៅជុំវិញនេះធ្វើឲ្យឯងមានអារម្មណ៍កក់ក្ដៅដូចជានៅផ្ទះអញ្ចឹងអញស្គាល់ពួកអាខ្ទើយធំចាស់ភាសាមួយចំនួនដែលចូលចិត្តជួយរៀបចំគម្រោងការឲ្យឯងណាជាពិសេសគឺកំពេះគូតពន្ធសឡុងធំរបស់ឯងនឹងមកព្រះអើយខ្ញុំមិនគួរមកនៅកន្លែងនេះទេពួកយើងរកឃើញអ្នកឈ្នះហើយអូនចង់ទៅផ្ទះវើយបុរសធាត់នោះពិតជាទ្រាំលេងបានមែនទែនក៏បានយំស្រែកឡូឡាចង់តែត្រឡប់ទៅផ្ទះវិញមិនយូរប៉ុន្មានសម្លេងអ៊ូអែដែលកើតឡើងនោះក៏បានតាក់ទាញឲ្យឆ្មាំគុកដើរមកនៅពេលដែលភីគីមខាងទៀតដើរមកដល់បុរសធាត់នោះរឹតតែរំភើបចិត្តខ្លាំងឡើងហើយចាប់ផ្ដើមយំសំពាហ៍អង្គរកសុំឲ្យពួកគេដោះលែងខ្លួនឲ្យមានសេរីភាពឡើងវិញលទ្ធផលចុងក្រោយគឺគេត្រូវបានគេអូសចេញមកខាងក្រៅយ៉ាងអំនុះធម៌រួចក៏ត្រូវប្រធានក្រុមសន្តិសុខវីដមួយចំអិនបយ៉ាងព្រៃផ្សៃរាល់ការវីតបនីមួយសុទ្ធតែសំពងទៅលើក្បាលរបស់គេចំយ៉ាងដំណំរហូតធ្វើឲ្យអ្នកទោសនៅជុំវិញនោះទ្រាំមើលមិនបានក៏បាននាំគ្នាស្រែកអង្គរកជំនួសគេជាបន្តបន្ទាប់បំណងដំបូងរបស់ពួកគេគឺគ្រាន់តែចង់លេងសើចបន្លាចអ្នកទោសថ្មីតែប៉ុណ្ណោះប៉ុន្តែមិននឹកស្មានសោះថាវាបែរជាបង្កឲ្យទៅជាសភាពការធ្ងន់ធ្ងររហូតដល់ថ្នាក់នេះមិនយូរប៉ុន្មានបុរសធាត់នោះក៏បានដេកស្តុកស្ដឹងនៅលើដីលែងមានចលនាបន្ទាប់មកប្រធានក្រុមសន្តិសុខក៏បានបញ្ជាឲ្យគេសែងរូបគេទៅកាន់មន្ទីរពេទ្យរួចក៏បានព្រមានអ្នកទោសដទៃទៀតថាបើហ៊ានតែឡូឡាទៅទៀតលទ្ធផលនឹងត្រូវរងគ្រោះដូចជាបុរសម្នាក់នេះអញ្ចឹងប៉ុន្តែនៅពេលដែលសែងទៅដល់ទីនោះគ្រូពេទ្យបានចេញពីធ្វើការបាត់ទៅហើយធ្វើឲ្យគេត្រូវដេកសន្លប់ស្តុកស្ដឹងនៅទីនោះរហូតដល់មេឃភ្លឺលុះដល់ពេលព្រឹកព្រលឹមគ្រូពេទ្យប្រញាប់មកដល់គឺវាហួសពេលទៅហើយមិនអាចជួយសង្គ្រោះជីវិតបានឡើយអ្នកទោសដែលបានប្រើពាក្យសម្ដីគំរាមកំហែងរូបគេការបើបានឬដំណឹងនេះហើយគឺមិនចង់ជឿថាជាការពិតតតែសោះដោយមិននឹកស្មានថាការភ្នាល់គ្នាលេងមួយពេលរបស់ខ្លួនបែរជាធ្វើឲ្យភីគីមខាងទៀតត្រូវបាត់បង់ជីវិតទៅវិញនាពេលនោះហើយទើបអេនឌីបានយល់ដឹងយ៉ាងពិតប្រាកដអំពីបរិយាកាសដ៏សាហាវឃោរឃៅនៅក្នុងពន្ធនាគារដែលធ្វើឲ្យមនុស្សគ្រប់គ្នាខ្វិនខ្វល់ស្មារតីលែងដឹងខុសត្រូវហើយចាត់ទុកសេចក្តីស្លាប់ជារឿងធម្មតាបំផុតរហូតដល់ថ្នាក់សាមទៅនឹងភាពមនុស្សធម៌ទាំងនេះអេនឌីបានចាប់ផ្ដើមសម្របខ្លួនបន្តិចម្ដងទៅនឹងជីវិតរស់នៅបែបនេះប៉ុន្តែគេមិនសូវមានទំនាក់ទំនងជាមួយពិភពខាងក្រៅឡើយដោយរស់នៅក្នុងពិភពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃរហូតដល់តែមួយខែក្រោយមកទើបអេនឌីដាច់ចិត្តដើរទៅរកបូរ៉េជេគ្នាជាលើកដំបូងដោយសារគេដឹងថារ៉េតមានសមត្ថភាពអាចរករបស់របរពីពិភពខាងក្រៅចូលមកក្នុងពន្ធនាគារបានហេតុនេះគេចង់ពឹងពាក់ឲ្យរ៉េតជួយរកញួរតូចមួយដើមបញ្ចូលមករ៉េតបាននិយាយលេងសើចទាំងសួរទៅវិញថាអញចង់លបលួចរត់គេចេញពីគុកមែនទេអេនឌីបានញឹមរួចនិយាយថាខ្លួនគ្រាន់តែចូលចិត្តការងារដាប់ឆ្លាក់រូបតែប៉ុណ្ណោះទោះបីជាមានចិត្តសង្ស័យខ្លះក៏ដោយក៏រ៉េតបានយល់ព្រមតាមការស្នើសុំហើយថែមទាំងបានដាស់តឿនក្រានរំលឹកដោយចិត្តសប្បុរសថាមានកែវភ្នែកប្រៀបដូចជាហ្វូងចកដ៏ឃ្លានបាយកំពុងតែសម្លឹងមើលមកគេហ្វូងចកនោះគឺសំដៅទៅលើក្រុមបងធំបងប្អូនស្រី3នាក់នៅក្នុងពន្ធនាគារនេះឯងដោយសារតែពួកគេមានចំណង់ចំណូលចិត្តផ្លូវភេទប្លែកខុសពីធម្មតានៅក្នុងមជ្ឈដ្ឋានដ៏តានតឹងនិងស្មុគស្មាញឡើងដូចជានៅក្នុងគុកនេះមនុស្សមួយចំនួនបានប្រែប្រួលទៅជាមានចិត្តសាហាវខូតខើថោកទាបជាងសត្វធាតុទៅទៀតទោះបីជាឯងមិនទៅប៉ះពាល់ពួកគេក៏ពួកគេមិនព្រមលែងខ្លួនឯងឲ្យរួចខ្លួនដែរប៉ុន្តែអេនឌីហាក់បីដូចជាមិនសូវខ្វល់ខ្វាយពីគ្រោះថ្នាក់ដែលចិត្តនឹងឈានចូលមកដល់នោះឡើយប៉ុន្មានថ្ងៃក្រោយមកញួរតូចដែលអេនឌីត្រូវការនោះក៏បានមកដល់នៅពេលដែលរ៉េតបានឃើញទំហំនៃញួរនោះភ្លាមភាពសង្ស័យនឹងការព្រួយបារម្ភរបស់គេក៏ត្រូវបានរលាយសាបសូន្យអស់ព្រោះបើគិតចង់ពឹងផ្អែកលើញួរតូចមួយដើមនេះដើម្បីជីកផ្លូវរួមក្រោមដីនោះប្រហែលជាត្រូវចំណាយពេលរហូតដល់ទៅ500នាំឯណោះតាមរយៈអ្នកទោសចាស់ម្នាក់ដែលជាអ្នករញទេសចែកសៀវភៅញួរតូចនោះត្រូវបានបញ្ជូនទៅដល់ដៃរបស់ ND ដោយជោគជ័យនៅក្នុងខណៈពេលដែល ND កំពុងតែផ្ដោតអារម្មណ៍ធ្វើការងារឆ្លាក់រូបយ៉ាងជោគជ័យគេក៏ត្រូវបានគេហៅឲ្យទៅយកទឹកសាប៊ូកាត់លុះពេលដើរទៅដល់ទីកន្លែងនោះគេក៏មានអារម្មណ៍មិនស្រួលភ្លាមហើយក៏ត្រូវក្រុមបងប្អូនស្រី3នាក់ដែលលបបង្កប់ខ្លួននៅទីនោះឡោមព័ទ្ធជុំចិត្តបើមិនព្រមតាមសម្រួលទេពួកគេនឹងវិដំរុកគេភ្លាមធ្វើឲ្យស្នាមរបួសថ្មីចាស់នៅលើរាងកាយរបស់គេមិនដែលដាច់សោះឡើយរយៈពេល2ឆ្នាំនេះអាចនិយាយបានថាជាការវេលាដ៏លំបាកវេទនាបំផុតសម្រាប់ ND ស្របពេលនោះដែរដំបូលអគារនៃពន្ធនាគារសរសែងត្រូវការជួសជុលឡើងវិញដែលនេះជាឱកាសដ៏កម្រមួយដែលអាចចេញទៅស្រូបយកខ្យល់អាកាសសេរីភាពនៅខាងក្រៅពួកគេត្រូវការជ្រើសរើសអ្នកទោសចំនួន12នាក់ដើម្បីទៅធ្វើការជួសជុលដំបូលនៅខាងក្រៅរ៉េតបានប្រើប្រាស់លុយកាក់ទិញទឹកចិត្តឆ្មាំគុករហូតអាចជួយឲ្យមិត្តភ័ក្តិរបស់គេទាំងអស់មានឈ្មោះនៅក្នុងបញ្ជីនោះដែលនៅក្នុងនោះរួមមានទាំង ND ផងដែរនៅក្នុងកំឡុងពេលធ្វើការ ND បានល្បើការសន្ទនារបស់ឆ្មាំគុកមួយចំនួនប្រធានក្រុមសន្តិសុខទទួលបានមរតកពីបងប្រុសរបស់គេដែលបានចែកឋានទៅចំនួន$35,000គេចង់ទិញឡានមួយគ្រឿងប៉ុន្តែបន្ទាប់ពីត្រូវបង់ពន្ធមរតកពន្ធទិញឡាននិងពន្ធធានារ៉ាប់រងអស់ទៅគេសឹងតែត្រូវខាត់បង់ថវិកាអស់ពាក់កណ្ដាលបន្ថែមទៀត ND យល់ថានេះគឺជាឱកាសមាសរបស់ខ្លួនហើយក៏សម្រេចចិត្តដើរទៅរកប្រធានក្រុមសន្តិសុខដើម្បីជែកពិភាក្សាសកម្មភាពរបស់ ND បានធ្វើឲ្យ Red ភ័យស្លន់ស្លោខ្លាំងណាស់ហើយសូម្បីតែក្រុមឆ្មាំគុកក៏មានការភ្ញាក់ផ្អើលដែរប្រធានក្រុមសន្តិសុខបានចាប់រុញច្រានគេទៅក្បែរជីគែមនៃដំបូលអគារភ្លាម ND បាននិយាយប្រាប់ទៅកាន់គេទាំងសម្លេងញ័រត្រឹកអំពីវិធីសាស្ត្រត្រក្នុងការវាងពន្ធដោយស្របច្បាប់ថា$35,000ពេញទាំងអស់តែម្ដងលុះបានលើបែបនេះឆ្មាំគុកក៏ចាប់ផ្ដើមមានចិត្តរង្គើចង់បានភ្លាម ND បាននិយាយបន្ថែមថាខ្លួននឹងជួយបំពេញបែបបទរៀបចំឯកសារពន្ធដារជូនដោយផ្ទាល់ដៃដោយមិនបាច់ចំណាយប្រាក់សូម្បីតែមួយសេនឡើយលក្ខខណ្ឌរបស់គេមានតែមួយគត់បន្ទាប់ពីកិច្ចការនេះបានសម្រេចជោគជ័យសូមជួយទិញស្រាបៀរត្រជាក់ជូនដល់មិត្តភ័ក្តិរួមការងាររបស់គេម្នាក់ចំនួន3-10ផងដូច្នេះហើយនៅថ្ងៃមុនពេលបញ្ចប់ការងារមួយថ្ងៃគ្រប់គ្នាក៏បានអង្គុយក្រេបរសជាតិស្រាបៀរដែលឆ្មាំគុកទិញឲ្យពួកគេនៅក្រោមពន្លឺថ្ងៃដ៏កក់ក្ដៅរីឯ ND ដែលអង្គុយនៅក្បែរជើងជញ្ជាំងមិនបានហូបស្រាបៀរឡើយតែនៅលើផ្ទៃមុខរបស់គេបែរជាលេចចេញនៅស្នាមញញឹមយ៉ាងពេញចិត្តបំផុតនៅក្នុងខណៈពេលនោះក្រុមអ្នកទោសដែលរងការជិះជាន់សង្កត់សង្កិនអស់ពេលយ៉ាងយូរហាក់បីដូចជាបានទទួលនៅសេរីភាពឡើងវិញអញ្ចឹងថ្ងៃមួយនៅក្នុងបន្ទប់បញ្ចាំងគុន ND ត្រូវបានក្រុមបងប្អូនស្រី3នាក់ឡោមព័ទ្ធធ្វើបាបម្ដងទៀតប៉ុន្តែលើកនេះ ND បានដាច់ចិត្តវីលុកមុនដើមបីការពីខ្លួនដែលជាហេតុធ្វើឲ្យគេត្រូវរងការវីតបវិញយ៉ាងដំណំនឹងសាហាវជាងមុនទៅទៀតលើកនេះគេត្រូវសម្រាប់ព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យអស់រយៈពេលពេញមួយខែចំណែកឯមេក្រុមរបស់បងប្អូនស្រី3នាក់នោះត្រូវរងទណ្ឌកម្មឃុំឃាំងក្នុងបន្ទប់ងឹតម្នាក់ឯងអស់មួយសប្តាហ៍នៅពេលដែលវាដើរចេញមកវិញស្រាប់តែត្រូវប្រធានក្រុមសន្តិសុខប្រឡត់ស្បែកវីដំឡើងចិត្តងាប់ទៅជាពិការកម្រិតទី3នឹងមិនអាចក្រោកឈរដើរបានអស់មួយជីវិតនេះប្រហែលជាការតបស្នងសងគុណបន្តិចបន្តួចចំពោះ ND ហើយពីមុនមក ND ធ្លាប់ពឹងពាក់រ៉េតឲ្យជួយទិញក្តារអុកមួយឈុតប៉ុន្តែរយមកគេបាននិយាយថាខ្លួនចង់ដាប់ឆ្លាក់វាដោយប្រើដុំថ្មដោយផ្ទាល់ដៃវិញដុំថ្មពាក់កណ្ដាលជាប្រភេទថ្មសាប៊ូនិងពាក់កណ្ដាលទៀតជាថ្មអាល់បាស្តដើម្បីអបអរសាទរថ្ងៃដែល ND បានចេញពីមន្ទីរពេទ្យក្រុមមិត្តភ័ក្តិអ្នកទោសទាំងអស់បានឆ្លៀតពេលកំពុងធ្វើការលបលួចជួយរុករកកំទេចថ្មឲ្យគេដោយសារតែកម្លាំងសាមគ្គីភាពដ៏អស្ចារ្យដុំថ្មដែលគ្រប់គ្នាប្រមូលមកបានគឺមានចំនួនច្រើនល្មមអាចឲ្យគេអង្គុយដាប់ឆ្លាក់អស់មួយជីវិតឯណោះហើយ Red ក៏បានរៀបចំទុកជាមុននៅផ្ទាំងរូបភាពដ៏ធំដែល ND តែងតែចង់បាននោះផងដែរនៅក្នុងថ្ងៃដ៏ស្ងប់ស្ងាត់មួយស្រាប់តែប្រធានពន្ធនាគារបានដឹកនាំកម្លាំងចុះឆែកឆេរដោយផ្ទាល់ដៃនៅក្នុងពន្ធនាគារសរសែងប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះគឺគាត់បានចុះត្រួតពិនិត្យតែបន្ទប់របស់ ND តែម្នាក់គត់ ND បានក្តាប់សៀវភៅគម្ពីររបៀបយ៉ាងណែនក្នុងដៃចំណែកឯឆ្មាំគុកបានឆែកឆេររកឃើញក្រដាសខាត់មួយដុំប៉ុន្តែ ND បានឆ្លើយដោះសារថាយកមកសម្រាប់ខាត់ដុំថ្មតែប៉ុណ្ណោះនៅពេលក្រឡេកមើលទៅដុំថ្មដ៏ប្រណីតពីរបីដុំដែលដាក់តាំងនៅលើបង្អួចពួកគេក៏មិនបានកើតមានចិត្តសង្ស័យអ្វីឡើយប៉ុន្តែផ្ទាំងរូបភាពដែលបិទនៅលើជញ្ជាំងបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រធានពន្ធនាគារយ៉ាងខ្លាំងទោះបីជាវាមិនមែនជារបស់ដែលអនុញ្ញាតឲ្យបិទក៏ដោយ
តែដោយសារតែប្រធានពន្ធនាគារក៏ជាអ្នកមានជំនឿសាសនាគ្រីស្ទដ៏មុតមកម្នាក់ដែរនៅក្នុងកំឡុងពេលសន្ទនាគ្នា Andy អាចទន្ទេញចាំមាត់នៅខ្លឹមសារនៅក្នុងគម្ពីររបៀបយ៉ាងស្ទាត់ជំនាញពីក្រោយមកមុខដែលធ្វើឲ្យប្រធានពន្ធនាគារមានសេចក្តីពេញចិត្តនិងស្រឡាញ់ចូលចិត្តជាខ្លាំងមុនពេលដែលចេញទៅគាត់បានហុចសៀវភៅគម្ពីរនោះទៅឲ្យ Andy វិញហើយក៏មិនភ្លេចនិយាយដែរថាការចុះឆែកឆេរក្នុងបន្ទប់ឃុំឃាំងនេះគឺគ្រាន់តែជាការលបងប្រាជ្ញានិងវិតម្លៃរបស់គាត់ចំពោះ Andy តែប៉ុណ្ណោះបន្ទាប់មក Andy ត្រូវបានគេហៅទៅកាន់ការិយាល័យហើយត្រូវបានគេចាត់តាំងឲ្យទៅមើលការខុសត្រូវនៅក្នុងបណ្ណាល័យដោយគ្មានលក្ខខណ្ឌតាមរបៀបនេះ Andy ត្រូវបានបញ្ជូនទៅធ្វើជាជំនួយការរបស់តាបរុកនៅក្នុងបណ្ណាល័យប៉ុន្តែតាបរុកបាននិយាយថាតំណែងរបស់គាត់គឺមិនត្រូវការជំនួយការតតែសោះព្រោះការងាររាប់សិបឆ្នាំកន្លងមកនេះគឺគាត់ធ្វើតែម្នាក់ឯងគាត់ប្រធានពន្ធនាគារធ្វើបែបនេះគឺសុទ្ធតែមានគម្រោងការលាក់កំបាំងផ្ទាល់ខ្លួនទាំងអស់មិនយូរប៉ុន្មានឆ្នាំគុកម្នាក់បានមកពឹងពាក់ឲ្យគេជួយរៀបចំផែនការមូលនិធិអប់រំសម្រាប់កូនបន្ទាប់មកក៏មានឆ្នាំគុកជាច្រើនអ្នកផ្សេងទៀតបានមកពឹងពាក់ឲ្យគេជួយរៀបចំឯកសារវាងពន្ធដោយស្របច្បាប់ជាបន្តបន្ទាប់តាមវិធីនេះ Andy បានក្លាយទៅជាកណេឲ្យកបដាច់មុខប្រចាំពន្ធនាគារសរសៃមួយឆ្នាំក្រោយមកសូម្បីតែប្រធានពន្ធនាគារផ្ទាល់ក៏បានពឹងពាក់ឲ្យគេជួយធ្វើបញ្ជីស្នាមកណេឲ្យដែរឆ្លងផុតទៅមួយឆ្នាំទៀតឆ្នាំគុកមកពីពន្ធនាគាររតីទៀតក៏បានធ្វើដំណើរមកស្វែងរកគេឲ្យជួយបំពេញបែបបទពន្ធដារដូចគ្នាចំពោះការងារដ៏ស្មុគស្មាញនិងច្រើនលើសលប់បែបនេះប្រកាសណាស់ថាកម្លាំងគេម្នាក់ឯងមិនអាចធ្វើទៅរួចឡើយហេតុនេះហើយទើបរ៉េតបានក្លាយមកជាជំនួយការរបស់គេមានបំណងចង់ពង្រីកបណ្ណាល័យនឹងបង្កើនសៀវភៅអានបន្ថែមទៀតដែលរឿងនេះដាច់ខាតត្រូវតែមានកញ្ចប់ថវិកាជំនួយប៉ុន្តែប្រពន្ធរបស់អតីតប្រធានពន្ធនាគារចំនួន5មួយចំនួនមុនបានប្រាប់គេថាចង់សុំបង្កើនកញ្ចប់ថវិកាមែនទេគឺមិនអាចទៅរួចជាដាច់ខាតសេចក្តីស្នើសុំរបស់ Andy ត្រូវបានគេបដិសេធយ៉ាងអំនុះធម៌ពិតមែនទោះជាយ៉ាងណាក៏ដោយប្រធានពន្ធនាគារបានអនុញ្ញាតឲ្យ Andy សរសេរសម្បត្តិទៅកាន់រដ្ឋសភាទោះបីជាវាមានសង្ឃឹមតែមួយចំហៀងបន្តិចបន្តួចក្នុងការទទួលបានថវិកាបន្ថែមនេះក៏ដោយ Andy នៅតែបន្តក្រាញនាវសរសេរសម្បត្តិទៅកាន់រដ្ឋសភាជារៀងរាល់សប្តាហ៍ប៉ុន្តែគេមិនដែលទទួលបានការឆ្លើយតបណាមួយឡើយថ្ងៃមួយតាបរុកស្រាប់តែកាន់កាំបិតជុំអ្នកទោសរួមបន្ទប់ម្នាក់បន្ទាប់ពីមានការលួងលោមអង្គរកពីសំណាក់ Andy ទើបគាត់ព្រមលែងដៃនាពេលនោះហើយទើប Andy បានដឹងថាតាបរុកដែលជាប់គុកអស់រយៈពេល50ឆ្នាំទៅហើយនោះចិត្តត្រូវដោះលែងឲ្យមានសេរីភាពហើយប៉ុន្តែគាត់បែរជាចង់ប្រព្រឹត្តបទឧក្រិដ្ឋម្ដងទៀតដើម្បីបន្តរស់នៅក្នុងពន្ធនាគារសរសៃនេះទៅវិញរ៉េតបានបង្ហាញការយល់ឃើញនិងក្រហាយចិត្តចំពោះទង្វើដ៏ខ្លាំងក្លារបស់តាបរុកអ្នកទោសដែលមកដល់ពន្ធនាគារសរសៃបន្ទាប់ពីឆ្លងកាត់ការអប់រំកែប្រែអស់ជាច្រើនឆ្នាំមកផ្នត់គំនិតរបស់ពួកគេត្រូវបានដិតដាមរឹងកណ្ដាំអស់ទៅហើយគឺមិនអាចសម្របខ្លួនទៅនឹងពិភពលោកថ្មីបានឡើយហើយថែមទាំងមានចិត្តភ័យខ្លាចក្នុងការទទួលយកមជ្ឈដ្ឋានថ្មីទៀតផងចំណែកឯអ្នកមានអំណាចគ្រប់គ្រងវិញក៏មិនដែលយកចិត្តទុកដាក់ចំពោះបញ្ហាមួយនេះឡើយតាបរុកបានលែងសឹកក្អែកដ៏កំសត់ដែលជាទីស្រឡាញ់របស់គាត់ឲ្យហើរទៅរួចក៏បានអូសជំហានជើងដ៏ទ្រុឌទ្រោមដែលចាក់ចេញពីពន្ធនាគារជីវិតនៅក្នុងគុកអស់ជាច្រើនឆ្នាំបានធ្វើឲ្យតាបរុកដាច់ឆ្ងាយពីសង្ឃគុំខាងក្រៅបាត់ទៅហើយខាងសហគមន៍បានរៀបចំការងារមួយឲ្យគាត់គឺធ្វើជាអ្នករៀបចំច្រកអីវ៉ាន់ចូលថង់នៅក្នុងហាងលក់ទំនិញចាប់ហុយពិភពលោកដែលប្រែប្រួលផ្លាស់ប្ដូរយ៉ាងលឿនរហ័សបានធ្វើឲ្យតាបរុកមានអារម្មណ៍វង្វេងវង្វាន់មិនដឹងជាត្រូវធ្វើខ្លួនបែបណាឡើយគាត់ចង់ត្រឡប់ទៅពន្ធនាគារសរសៃវិញប៉ុន្តែគាត់មានវ័យចាស់ជ្រាខ្លាំងពេកទៅហើយគាត់តែងតែភ្ញាក់ដឹងខ្លួនទាំងមិនដឹងមូលហេតុនៅពេលកណ្ដាលអាធ្រាត្រហើយបន្ទាប់ពីភ្ញាក់ដឹងខ្លួនឡើងភាពឯកោដ៏ខ្លាំងក្លាក៏បានរុញច្រានចូលមកក្នុងចិត្តរបស់គាត់ម្ដងទៀតគាត់មិនចូលចិត្តរស់នៅក្នុងពិភពលោកខាងក្រៅនេះឡើយព្រោះពិភពខាងក្រៅមិនត្រូវការមនុស្សចាស់ជ្រាឥតប្រយោជន៍ដូចជារូបគាត់នោះទេថ្ងៃមួយបន្ទាប់ពីបានបន្សល់ទុកសម្បត្តិមួយច្បាប់ជូនដល់ពួក Andy រួចមកគាត់ក៏បានសម្រេចចិត្តចាក់ចេញពីពិភពលោកនេះគាត់បានឆ្លាក់ឈ្មោះរបស់ខ្លួននៅលើថ្នាំផ្ទះដើម្បីជាភស្តុតាងបញ្ជាក់ថាខ្លួនធ្លាប់បានមកចាប់កំណើតនិងធ្លាប់បានឆ្លងកាត់ពិភពលោកមួយនេះតែប៉ុណ្ណោះនៅក្នុងពន្ធនាគារសរសៃសម្បត្តិមួយច្បាប់ជារៀងរាល់សប្តាហ៍ត្រូវបានសរសេរឥតដាច់អស់រយៈពេល6ឆ្នាំពេញដើម្បីពង្រីកបណ្ណាល័យ Andy មិនដែលបោះបង់ការសរសេរសម្បត្តិឡើយក្នុងកំឡុងពេល6ឆ្នាំនេះទីបំផុតខាងរដ្ឋសភាក៏បានឆ្លើយតបមកវិញដោយបានផ្ដល់កញ្ចប់ថវិកាជំនួយចំនួន$200លារួមទាំងមានការបរិច្ចាគសៀវភៅនិងរបស់របរចាស់មួយចំនួនផងដែរនៅពេលដែលក្រឡេកទៅឃើញថា CD ចម្រៀង disc ដែលនៅក្នុងធុងសៀវភៅចាស់នោះប្រហែលជាដោយសារតែមានសេចក្តីប្រាថ្នាចង់បានសេរីភាពយ៉ាងខ្លាំងក្លាដែលកំណត់ឆ្លៀតក្នុងឱកាសដែលឆ្មាំគុកដើរទៅបន្ទប់ទឹក Andy មិនមានការស្ទាក់ស្ទើរឡើយក៏បានបើកចាក់បទចម្រៀងនៅក្នុងបន្ទប់ផ្សាយសំឡេងភ្លាមថែមទាំងបានចាក់សោទ្វារពីខាងក្នុងយ៉ាងជាប់ទៀតផងសំឡេងតន្ត្រីដ៏ពីរោះរវើកបានបន្លឺឡើងលាន់នៅសាយភីពេញពន្ធនាគារសរសៃទាំងមូលភ្លាមធ្វើឲ្យក្រុមអ្នកទោសទាំងអស់នាំគ្នាឈប់ឈរត្រឹងផ្អាកសកលមកភាពដើម្បីលុបស្ដាប់បទតន្ត្រីដែលខាននៅជាយូរលង់ណាស់មកហើយនេះប្រធានពន្ធនាគារបានប្រញាប់រត់មកដល់រួចបញ្ជាឲ្យគេបិទបទចម្រៀងនោះភ្លាមប៉ុន្តែគេបែរជាបន្ថែមសំឡេងឲ្យរឹតតែខ្លាំងជាងមុនទៅទៀតថែមទាំងបានអង្គុយលើកជើងពាក់ខ្វែងគ្នាយ៉ាងរំភើយដើម្បីក្រេបជញ្ជក់នៅភាពកក់ក្ដៅនឹងការលួងលោមផ្នែកស្មារតីដែលទទួលបានពីតន្ត្រីនោះការស្វែងរកក្តីសុខត្រឹមតែមួយខណៈពេលនេះបានដូរមកវិញនៅទុនកម្មឃុំឃាំង Andy នៅក្នុងបន្ទប់ងឹតម្នាក់ឯងអស់រយៈពេលមួយសប្តាហ៍ពេញ Andy មិនមានចិត្តស្ដាយក្រោយចំពោះការត្រូវរងទុនកម្មឃុំឃាំងក្នុងបន្ទប់ងឹតនោះឡើយគេបានប្រាប់ទៅរ៉េថានៅក្នុងចិត្តត្រូវតែមានសង្ឃឹមជានិច្ចហើយដាច់ខាតមិនត្រូវបញ្ឈប់ការដេញតាមចាប់យកសេរីភាពឡើយក្រោមការវិលុកដោយការសរសេរសម្បត្តិការឡើងដល់ពីច្បាប់ក្នុងមួយសប្តាហ៍របស់ Andy ទីបំផុតខាងរដ្ឋសភាបានសម្រេចចិត្តផ្ដល់កញ្ចប់ថវិកាចំនួន$500ជារៀងរាល់ឆ្នាំទៅឲ្យបណ្ណាល័យព្រមទាំងបានសុំអង្គ Andy ថាសូមកុំសរសេរសម្បត្តិមកកាន់ពួកគេទៀតអី Andy បានតាក់ទងទៅកាន់អង្គការសប្បុរសធម៌នានាដើម្បីប្រមូលទិញសៀវភៅចាស់ជាច្រើនសន្ធឹកសន្ធាប់រហូតក៏សាងបានជាបណ្ណាល័យពន្ធនាគារដ៏ល្អបំផុតប្រចាំតំបន់ញើអង់គ្លេសដែលបានជួយធ្វើឲ្យជីវិតរស់នៅក្រៅម៉ោងការងាររបស់អ្នកទោសរួមគុកមានភាពសម្បូរបែបយ៉ាងខ្លាំងមិនយូរប៉ុន្មានក្រោយមកប្រធានពន្ធនាគារបានប្រែហែកលំអានទៅជាស្ដេចពុករលួយដ៏ធំម្នាក់គេបានយកលេសរឿងកិច្ចការងារសាធារណៈដើម្បីបង្កប់ឲ្យក្រុមអ្នកទោសចេញទៅធ្វើពលកម្មនៅខាងក្រៅពន្ធនាគារដើម្បីកេងប្រវ័ញ្ចប្រមូលទ្រព្យសម្បត្តិពីការងារនោះយ៉ាងសន្ធឹកសន្ធាប់ហើយទន្ទឹមនឹងនោះដែរក៏បានទទួលលុយសំណូកយ៉ាងឈួតកប់ពុកធ្វើឲ្យហោប៉ៅរបស់គេណែនក្តន់ទៅដោយប្រាក់កាក់រឿងនេះក៏ព្រោះតែនៅក្នុងដៃរបស់គេមានទេពកោសល្យផ្នែកហិរញ្ញវត្ថុដ៏អស្ចារ្យដូចជា Andy ដោយលុយខ្មៅទាំងអស់របស់គេឲ្យតែឆ្លងកាត់ដៃរបស់ Andy គឺសុទ្ធតែត្រូវលាងសម្អាតឡើងវិញឲ្យទៅជាលុយស្អាតស្អំទាំងអស់ពួកគេបានយកប្រាក់ដែលលាងស្អាតរួចរាល់ទាំងនោះទៅដាក់បញ្ញាក្នុងកណេរបស់មនុស្សម្នាក់ដែលបង្កើតឡើងដោយការសន្មត់ហើយមនុស្សសន្តិម្នាក់នេះមានទាំងពិភពមូលបត្តបំណុលនិងសញ្ញាប័ណ្ណក្រុងថែមទាំងអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺគេមានទាំងសម្បត្តិកំណត់ប័ណ្ណល្បាក់បនិងកាត់ធានារ៉ាប៉ូនៅពេលដែលប្រធានពន្ធនាគារចូលនិវត្តន៍គេនឹងអាចក្តោបក្តាប់ទ្រព្យសម្បត្តិរាប់លានដុល្លារនេះយ៉ាងកក់ក្ដៅក្នុងដៃជាមិនខានហើយតាមវិធីនេះឯង Andy បានក្លាយទៅជាលេខាផ្ទាល់ខ្លួនដ៏ចំណិតរបស់ប្រធានពន្ធនាគារពេលវេលាបានកន្លងផុតទៅយ៉ាងលឿនរហូតឈានចូលមកដល់ឆ្នាំ1565អ្នកទោសមកពីបទចោរកម្មម្នាក់មានឈ្មោះថាថ្មីបានមកដល់ពន្ធនាគារសរសៃអត្តចរិតដ៏រីករាយស្រស់ស្រាយរបស់គេធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងគុកស្រឡាញ់ចូលចិត្តគ្រប់គ្នាហើយមិនយូរប៉ុន្មានគេក៏បានក្លាយជាគ្រាប់ពូជបង្កើតស្នាមញញឹមប្រចាំពន្ធនាគារប៉ុន្តែគេបានប្រព្រឹត្តអំពើចោរកម្មលួចប្លន់តូចតាចតាំងពីដឹងក្តីមកម្លេះដែលជាហេតុធ្វើឲ្យគេក្លាយជាភ្ញៀវប្រចាំពន្ធនាគារធំស្ទើរតែទាំងអស់ដោយសារតែនៅមានប្រពន្ធនិងកូនស្រីរងចាំនៅផ្ទះផ្សំនឹងការទទួលបានការអប់រំទូន្មាននិងឥទ្ធិពលល្អពី Andy ផងនោះគេក៏បានសម្រេចចិត្តកែខ្លួនឡើងវិញដោយចាប់ផ្ដើមរៀនសូត្រអក្សរធម៌ជាមួយ Andy ក្នុងបំណង
ងចង់ប្រឡងយកសញ្ញាបត្រមឈឹមសិក្សាទុតិយភូមិភាពតស៊ូព្យាយាមរៀនសូត្ររបស់ថ្មីបានធ្វើឲ្យ Andy មានចិត្តអាណិតស្រឡាញ់ជាខ្លាំងហើយបានលះបង់ពេលវេលាជួយបង្រៀនចំណេះដឹងដល់គេជាចម្បងថ្ងៃមួយថ្មីបានដឹងពីមូលហេតុដែលធ្វើឲ្យ Andy ត្រូវជាប់គុកដោយអចេតនាស្រាប់តែធ្វើឲ្យគេប្រែពណ៌មកភ្លាមតាមពិតទៅកាលពីមុនពេលដែលគេកំពុងជាប់ទោសនៅពន្ធនាគារមួយផ្សេងទៀតគេធ្លាប់បានរមិត្តរួមគុកម្នាក់និយាយអួតក្អេងក្អាងថាការដែលវាទៅធ្វើសកម្មភាពប្លន់បានសម្លាប់ស្ត្រីម្នាក់និងប្រុសហើយរបស់នាងប៉ុន្តែប្តីរបស់ស្ត្រីម្នាក់នោះបែរជាត្រូវមកទទួលទោសជំនួសវាទៅវិញហើយប្តីរបស់នាងនោះថែមទាំងជាអ្នកជំនាញខាងធនាគារម្នាក់ទៀតផងលោកបានឮសម្ដីនេះភ្លាម Andy ក៏បានប្រញាប់ប្រញាល់ទៅជួបប្រធានពន្ធនាគារភ្លាមព្រោះគេចង់លាងជម្រះភាពស្អាតស្អំនិងដោះស្រាយរឿងអយុត្តិធម៌របស់ខ្លួនដោយមានថ្មីជាសាក់សីរស់នៅចំពោះមុខតែអ្នកណាទៅដឹងថាប្រធានពន្ធនាគារបែរជាគិតថារឿងនេះជារឿងដ៏ចម្លែកហួសហេតុពេកហើយថែមទាំងយល់ថាសម្ដីកាត់ក្តីរបស់ថ្មីគឺមិនអាចយកជាការបានឡើយនាខណៈពេលនោះ Andy បានធ្លាក់ទៅក្នុងអារម្មណ៍ដ៏ប្រញាប់ប្រញាល់ចង់បានសេរីភាពឡើងវិញគេថែមទាំងមិនស្ដាយស្រណោះនឹងនិយាយរហែកកកាយពីរឿងដែលខ្លួនធ្លាប់ជួយលាងលុយខ្មៅឲ្យប្រធានពន្ធនាគារដើម្បីជាការគំរាមកំហែងទៅលើប្រធានពន្ធនាគារទៀតផងទង្វើមួយនេះបានធ្វើឲ្យប្រធានពន្ធនាគារខឹងសម្បាយ៉ាងខ្លាំងរហូតបញ្ជាឲ្យគេយក Andy ទៅឃុំឃាំងនៅក្នុងបន្ទប់ងឹតម្នាក់ឯងអស់រយៈពេល1ខែពេញនៅក្នុងកំឡុងពេលនោះឆ្មាំគុកម្នាក់បាននាំយកដំណឹងល្អមួយមកប្រាប់គឺថ្មីបានប្រឡងចប់សញ្ញាបត្រមឈឹមសិក្សាទុតិយភូមិដោយជោគជ័យហើយគេនៅសល់ពេលតែ1ឆ្នាំទៀតប៉ុណ្ណោះនឹងត្រូវចេញពីគុកដែលនេះមានន័យថាគេជិតនឹងទទួលបានជីវិតថ្មីដ៏ស្រស់បំព្រងមួយហើយប៉ុន្តែនៅយប់ថ្ងៃដែលនោះប្រធានពន្ធនាគារបែរជាបានហៅថ្មីឲ្យដើរចេញមកខាងក្រៅគេបានសាកសួរដេញដល់រឿងរ៉ាវរបស់ Andy ចំណែកឯថ្មីវិញបានឆ្លើយតបយកអៀងមើងម៉ាត់នឹងមុតមមថាខ្លួនមិនបាននិយាយកុហកឡើយហើយថែមទាំងហ៊ានស្បោះចំពោះមុខមេឃដីដើម្បីធ្វើជាសាក់សីរស់ជូន Andy ទៀតផងលោកបានឮសម្ដីរបស់ថ្មីហើយប្រធានពន្ធនាគារក៏បានធ្វើសញ្ញាភ្នែកងើបមើលទៅខាងលើភ្លាមនោះឆ្មាំគុកដែលបានពួនស្ទាក់ចាំនៅទីនោះស្រាប់ក៏បានបាញ់ប្រហារភ្លាមធ្វើឲ្យជីវិតដ៏ក្មេងខ្ចីរបស់ថ្មីត្រូវបញ្ចប់ត្រឹមនេះបន្ទាប់មកប្រធានពន្ធនាគារបានដើរទៅរក Andy រួចប្រាប់ពីដំណឹងមរណភាពរបស់ថ្មីដែលនេះជាការព្រមានដាស់តឿនផងនិងជាការគំរាមកំហែងផងថាបើហ៊ានតែមិនព្រមសហការជាមួយគេទេនោះគេនឹងកំទេចរាល់អ្វីទាំងអស់ដែល Andy កំពុងតែមាននៅពេលនេះចោលមិនខានដោយសារតែរងសម្ពាធដ៏ធ្ងន់ធ្ងរនេះ Andy មានតែបង្ខំចិត្តបន្តធ្វើការងារជូនប្រធានពន្ធនាគាររត់ទៅទៀតប៉ុន្តែគេមិនបោះបង់ការតស៊ូប្រឆាំងត្រឹមនេះឡើយថ្ងៃមួយ Andy បាននិយាយប្រាប់រ៉េតថាប្រសិនបើមានថ្ងៃណាមួយដែលខ្លួនអាចមានឱកាសដើរចេញទៅខាងក្រៅបានគេនឹងធ្វើដំណើរទៅកាន់កោះតូចមួយនៅក្នុងប្រទេស Mexico ព្រោះគេចង់ចំណាយពេលវេលាដែលនៅសេសសល់ក្នុងឆាកជីវិតរស់នៅទីនោះ Andy ចង់ប្បួររ៉េតឲ្យទៅជាមួយគ្នាប៉ុន្តែរ៉េតបែរជានិយាយថាខ្លួនឯងក៏ត្រូវបានប្រព័ន្ធវិន័យពន្ធនាគារជិះជាន់នឹងសាំទៅនឹងមជ្ឈដ្ឋាននេះដូចជាដាបរົບដែរជីវិតដែលនៅសេសសល់របស់គេមានតែរស់នៅក្នុងគុកនេះរហូតដល់ស្លាប់ប៉ុណ្ណោះស្របពេលជាមួយគ្នានោះដែរគេក៏បានទូន្មាន Andy ថាគុំយកសប្តាហ៍ទាំងថ្ងៃអីព្រោះប្រធានពន្ធនាគារគ្មានថ្ងៃដោះលែងឲ្យគេចាក់ចេញទៅឡើយប៉ុន្តែ Andy បែរជានិយាយតបវិញថារឿងគ្រប់យ៉ាងវានៅត្រង់ការសម្រេចចិត្តដ៏សាមញ្ញមួយប៉ុណ្ណោះមិនខំប្រឹងរស់ក៏ខំប្រឹងស្លាប់នេះខណៈពេលនោះ Andy បានពឹងពាក់ឲ្យរ៉េតជួយកិច្ចចការមួយថាប្រសិនបើមានថ្ងៃណាមួយដែលខ្លួនចៃដន្យអាចចេញទៅក្រៅបានសូមជួយធ្វើដំណើរទៅកាន់វាលស្មៅស្ងួតមួយកន្លែងនៅក្នុងតំបន់បាក់ស្តុនព្រោះនៅទីនោះមានរបស់មួយដែលខ្លួនបានបន្សល់ទុកសម្រាប់រ៉េតលុះដល់ពេលហូបបាយថ្ងៃត្រង់ក្រុមអ្នកទោសពី3នាក់បានអង្គុយជុំគ្នាស្រាប់តែមានម្នាក់ក្នុងចំណោមនោះបាននិយាយឡើងថាកាលពីមុននេះ Andy ធ្លាប់មកសុំខ្សែពូមួយខ្សែពីគេមនុស្សគ្រប់គ្នាពិតជាមានការភ័យខ្លាចខ្លាំងណាស់ដោយបារម្ភថា Andy ទ្រាំទ្រនឹងការវាយប្រហារផ្លូវចិត្តដ៏ធ្ងន់ធ្ងរនេះមិនបានហើយសម្រាប់ចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងរស់ទោះជាមនុស្សដែលមានចិត្តរឹងមាំកម្រិតណាក៏ដោយក៏គង់តែមានពេលទន់ជ្រាយដែរនៅយប់នោះរ៉េតដេកមិនលក់ពេញមួយយប់គេមិនដែលធ្លាប់មានអារម្មណ៍ទន្ទឹងរង់ចាំផងនិងភ័យខ្លាចផងចំពោះការឈានចូលមកដល់នៃថ្ងៃបន្ទាប់ដូចពេលនេះឡើយប៉ុន្តែទោះជាយ៉ាងណារាត្រីដ៏វែងអន្លាយក៏បានកន្លងផុតទៅដដែលនៅព្រឹកថ្ងៃបន្ទាប់ក្នុងកំឡុងពេលដែលពន្ធនាគារកំពុងតែត្រួតពិនិត្យរាប់ចំនួនមនុស្សស្រាប់តែ Andy ខកខានមិនបានបង្ហាញខ្លួនតតែសោះហើយនៅពេលដែលឆ្មាំគុកបើកទ្វារបន្ទប់ឃុំឃាំងមើលនៅក្នុងនោះបែរជាទេស្អាតគ្មានមនុស្សនៅតតែសោះប្រធានពន្ធនាគារបាននាំខ្លួនរ៉េតមកកាន់បន្ទប់ឃុំឃាំងរបស់ Andy ដើម្បីធ្វើការសាកសួរដេញដល់គេបានស្រែកកំហុសបង្ខំសួររកកន្លែងដែល Andy លាក់ខ្លួនទាំងក្តីមោហៈខ្លាំងបំផុតមិនមានមនុស្សណាម្នាក់អាចបកស្រាយបានឡើយថាហេតុអ្វីបានជាគេអាចរលាយខ្លួនបាត់ស្រមោលបែបនេះសោះប្រធានពន្ធនាគារខឹងខ្លាំងពេករហូតដល់ថ្នាក់រើដុំធំគុកបោះចោលពីវាលពីកាហើយថែមទាំងបានយកទាំងរូបភាពនៅលើជញ្ជាំងធ្វើជាកន្លែងរំសាយកំហឹងទៀតផងប៉ុន្តែនៅវិនាទីបន្ទាប់មនុស្សគ្រប់គ្នាប្រែជាស្រឡាំងកាំងគាំងស្មារតីគ្រប់ព្រោះនៅត្រង់កន្លែងនោះបានធ្លីទម្លុះជាប្រហោងដ៏ធំមួយប្រធានពន្ធនាគារបានលូកដៃចូលទៅខាងក្នុងស្រាប់តែរកឃើញថាជញ្ជាំងនោះត្រូវបានគេជីកធ្លីទៅជាផ្លូវរួមក្រោមដីបាត់ទៅហើយផែនការលុបលួចរត់គេចចេញពីគុកមួយនេះគឺបានចាប់ផ្ដើមរៀបចំឡើងតាំងពី19ឆ្នាំមុនម្លេះនៅយប់ថ្ងៃដែល Andy ទទួលបានញួរតូចនោះភ្លាមគេក៏បានដាប់ដុំធ្នូជញ្ជាំងឲ្យរបេះធូរស្រាលបន្តិចម្ដងគេបានពឹងផ្អែកលើផ្ទាំងរូបភាពធ្វើជាឧបករណ៍បិទបាំងដ៏ល្អបំផុតរួចហើយក៏បានចំណាយពេលជីកអស់រយៈពេល19ឆ្នាំពេញចំណែកឯកំទេចដីនិងថ្មដែលជីកបានគេបានលាក់ទុកនៅក្នុងខោអាវហើយឆ្លៀតឱកាសពេលដើរហាត់ប្រាណលបង្ហូររយវាចោលនៅលើដីវាលទំនេរនៅយប់ថ្ងៃដែលគេត្រៀមខ្លួនរត់គេចនោះគេបានលុបលួចយកសៀវភៅគម្ពីររបៀបទៅបដូរផ្លាស់យកសៀវភៅបញ្ជីកណេឲ្យពិតប្រាកដរបស់ប្រធានពន្ធនាគារបន្ទាប់មកក៏បានច្រករបស់របរគ្រប់យ៉ាងចូលទៅក្នុងថង់ប្លាស្ទិកយ៉ាងជិតរួចចងភ្ជាប់ទៅនឹងជើងរបស់គេហើយក៏បានវាចូលទៅក្នុងរន្ធជញ្ជាំងនោះគេបានឆ្លៀតឱកាសផ្អែកលើសម្លេងគោលាន់បន្លឺឡើងដើម្បីធ្វើជាសម្លេងបិទបាំងក្នុងការវាយបំបែកទូយកទឹកស្អុយជាចុងក្រោយគេបានវាឆ្លងកាត់ទូយកទឹកដែលពោពេញទៅដោយកំទេចកំទីខ្វក់លាងជម្រះរាល់ភាពសោកសៅនិងភាពមិនស្អាតស្អំទាំងឡាយទាំងពួងចេញពីលើកំណើតជាថ្មីម្ដងទៀតនៅឯត្រើយម្ខាងនៅថ្ងៃបន្ទាប់បុរសម្នាក់ដែលស្លៀកពាក់ឈុតយ៉ាងសមរម្យនិងថ្លៃថ្នូរបានដើរចូលទៅក្នុងធនាគារចំនួន12ជាបន្តបន្ទាប់ Andy បានប្រើប្រាស់អត្តសញ្ញាណคล้ายៗដែលបង្កើតឡើងក្នុងកំឡុងពេលជួយលាងលុយខ្មៅឲ្យប្រធានពន្ធនាគារដើម្បីទៅដកប្រាក់ចេញពីកណេរបស់ប្រធានពន្ធនាគាររហូតដល់ទៅ$37,000ពេញក្នុងពេលជាមួយគ្នានោះដែរគេក៏បានផ្ញើស្តាងនៃបទល្មើសទាំងអស់ដែលប្រធានពន្ធនាគារបានប្រព្រឹត្តក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះទៅដឹងរីកានៅឯតុលាការដែលជាការហែកកាយទម្លាយនៅភាពខ្មៅងឹតទាំងស្រុងរបស់ពន្ធនាគារសរសៃនៅពេលដែលប្រធានពន្ធនាគារបើកទូដែកសន្តិសុខទីបំផុតគាត់ក៏បានឃើញសៀវភៅគម្ពីររបៀបដែល Andy បានលុបដូរផ្លាស់ទុកនៅក្នុងនោះមានសរសេរអក្សរតែមួយឃ្លាប៉ុណ្ណោះគឺផ្លូវនៃការសង្គ្រោះគឺស្ថិតនៅក្នុងនេះឯងតាមពិតទៅអស់រយៈពេលជាច្រើនឆ្នាំមកនេះញួរតូចរបស់ Andy គឺត្រូវបានលាក់ទុកនៅក្នុងសៀវភៅគម្ពីររបៀបនេះតាំងពីដំបូងមកម្លេះប្រធានពន្ធនាគារដឹងច្បាស់ថាខ្លួនឯងត្រូវចាប់សពគ្រប់ហើយនៅពេលក្រឡេកទៅឃើញកម្លាំងប៉ូលីសដែលកំពុងតែធ្វើដំណើរមកឡោមព័ទ្ធចាប់ខ្លួនគាត់ក៏បានបញ្ចូលគ្រាប់កាំភ្លើងខ្លីព្រោះគាត់ដឹងច្បាស់ពីវាសនាដែលខ្លួនត្រូវរឈមមុខនៅថ្ងៃខាងមុខហេតុនេះហើយគាត់ក៏បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិតតែម្ដងប៉ុន្មានថ្ងៃក្រោយមករ៉េតបានទទួលការប៉ុស្តិ៍ដើមមួយសន្លឹកដែលនៅលើនោះមិនមានសរសេរអក្សរសំបីតែមួយម៉ាត់ឡើយប៉ុន្តែនៅក្នុងចិត្តរបស់គេដឹងច្បាស់ណាស់ថាវាជាសម្បត្តិដែលផ្ញើមកពី Andy ពេលនេះ Andy បានស្វែងរកឃើញនៅសេរីភាពដែលខ្លួនចង់បានហើយព្រមទាំងបានបំពេញនៅបេសកកម្មសង្គ្រោះវិញ្ញាណនិងភាពស្អាតស្អំចេញពីពន្ធនាគារសរសៃបានដោយជោគជ័យរ៉េតយល់ច្បាស់ក្នុងចិត្តថាសត្វបក្សីដែលមានចរិតលក្ខណៈដូចជា Andy គឺមិនអាចយកមកឃុំឃាំងនៅក្នុងទ្រុងបានឡើយព្រោះតែស្លាបនិងរោមរបស់គេមានពន្លឺចែងចាំងស្រស់ស្អាតពេលក្រោយបន្ទាប់ពីអូ Andy បានចាក់ចេញទៅអស់រយៈពេល1ឆ្នាំរ៉េតមានអារម្មណ៍ថាជីវិតរស់នៅរបស់ខ្លួនប្រែជាទេស្អាតនិងឯកោខ្លាំងណាស់គេគិតក្នុងចិត្តថាខ្លួនឯងគ្រាន់តែមានចិត្តនឹករលឹកដល់មិត្តភក្តិល្អម្នាក់នោះតែប៉ុណ្ណោះនៅក្នុងឆ្នាំទី40នៃការជាប់ពន្ធនាគាររបស់រ៉េតគេបានដាក់ពាក្យស្នើសុំដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំម្ដងទៀតកាលពី2លើកមុនរាល់ពេលដែលឡើងទៅបកស្រាយគេតែងតែបង្ហាញការស្ដាយក្រោយនិងសារភាពកំហុសចំពោះព្រះជាម្ចាស់ជានិច្ចប៉ុន្តែសេចក្តីស្នើសុំនោះត្រូវបានគេបដិសេធនិងច្រានចោលរាល់ដង
ប៉ុន្តែលើកនេះនៅពេលប្រឈមមុខនឹងសំណួរដែលនោះ Red មិនបានធ្វើការសារភាពកំហុសទាំងមិនពិតប្រាកដចេញពីចិត្តដូចមុនទៀតឡើយគេបាននិយាយថាមិនដែលមានថ្ងៃណាមួយកន្លងផុតទៅដែលខ្ញុំមិនមានអារម្មណ៍ស្ដាយក្រោយនោះឡើយមិនមែនដោយសារតែខ្ញុំកំពុងជាប់គុកនៅទីនេះឬដោយសារពួកលោកគិតថាខ្ញុំគួរតែស្ដាយក្រោយនោះទេពាក្យសម្ដីពិតប្រាកដចេញពីបេះដូងលើកនេះបែរជាធ្វើឲ្យពាក្យស្នើសុំដោះលែងរបស់គេត្រូវបានគណៈកម្មការយកព្រមអនុម័តនៅក្នុងឆ្នាំទី40នៃការរស់នៅក្នុងគុក Red បានដាក់ចាក់ចេញពីពន្ធនាគារសសែងជាស្ថាពរប៉ុន្តែដូចគ្នាទៅនឹងតាបរកដែរគេមិនសូវទម្លាប់ទៅនឹងជីវិតរស់នៅពិភពខាងក្រៅឡើយសូម្បីតែរាល់ពេលចង់ទៅបត់ជើងតូចក៏មានទម្លាប់ចង់តែស្រែកសុំការអនុញ្ញាតពីមេកៅដែរគេស្យាមទៅនឹងប្រព័ន្ធគ្រប់គ្រងនៅក្នុងគុកបាត់ទៅហើយរហូតដល់ថ្នាក់គិតចង់ប្រព្រឹត្តបទល្មើសម្ដងទៀតដើម្បីបានត្រឡប់ទៅដេកក្នុងគុកវិញផងទោះជាយ៉ាងណា Red មិនបានធ្វើរឿងឆោតល្មមបែបនោះឡើយគេបានសម្រេចចិត្តទិញវីរុសមួយហើយធ្វើដំណើរតម្រង់ទៅទីខាងត្បូងជានិច្ចដើម្បីស្វែងរកវាលស្មៅស្ងួតដែល Andy ធ្លាប់បានរៀបរាប់ប្រាប់កាលពីមុននៅក្រោមគំនរដុំធំមួយដុំគេបានកាយរកឃើញប្រអប់ដែកមួយនៅក្នុងនោះមានសម្បត្តិមួយច្បាប់និងលុយក្រដាសមួយដុំធំAndy ហាក់បីដូចជាបានដឹងមុនតាំងពីវិនាទីនោះមកម្ល៉េះថាខ្លួននឹងមានថ្ងៃអាចដើរចេញពីពន្ធនាគារដ៏ខ្មៅងឹតនោះបានដោយជោគជ័យហេតុនេះហើយទើបគេបានសរសេរសម្បត្តិអញ្ជើញ Red ឲ្យធ្វើដំណើរទៅស្វែងរកគេដោយរូបគេនឹងបន្តរងចាំវត្តមានរបស់មិត្តសម្លាញ់ម្នាក់នេះជានិច្ចក្តីសង្ឃឹមគឺជារបស់ដ៏មានតម្លៃនិងស្រស់បំព្រងបំផុតនៅលើโลกនេះទោះបីជាខ្លួនត្រូវធ្លាក់ទៅក្នុងស្ថានភាពតច្រកនិងជួបទុក្ខលំបាកវេទនាកម្រិតណាក៏ដោយក៏ដាច់ខាតមិនត្រូវបោះបង់ចោលនៅក្តីសង្ឃឹមឡើយ Red បានសម្រេចចិត្តយ៉ាងមុតមមក្នុងការធ្វើដំណើរទៅស្វែងរក Andy ដោយនៅមុនពេលចាក់ចេញគេបានឆ្លាក់អក្សរនៅលើធ្នឹមផ្ទះនៃបន្ទប់សន្តាគារដែលតាបរុកធ្លាប់ស្នាក់នៅថា Red ក៏ធ្លាប់បានមកដល់ទីនេះដែរមនុស្សយើងម្នាក់កើតមកក្នុងមួយឆាកជីវិតនេះគឺតែងតែរស់នៅដើម្បីអ្វីមួយជានិច្ចមិនថាដើម្បីមិត្តភក្តិក្រុមគ្រួសារឬក៏ដើម្បីសេរីភាពនិងក្តីសង្ឃឹមនោះឡើយយើងបានមកចាប់កំណើតនៅលើភពផែនដីនេះតែមួយដងគត់ហេតុនេះត្រូវតែរស់នៅឲ្យមានន័យនិងមិនត្រូវឲ្យខាតបង់នៅឱកាសដ៏មានតម្លៃនៃជីវិតនេះឡើយ